រិស័យឆ្នាំជូតនៅក្នុងឆ្នាំ2026នៅក្នុងឆ្នាំ2026អ្នកកើតឆ្នាំជូតគឺនឹងជួបឱកាសល្អខ្លះតែក៏នឹងប្រឈមនឹងបញ្ហាខ្លះផងដែរស្នេហានិងទំនាក់ទំនងអ្នកនៅលាវអាចនឹងជួបស្នេហាប៉ុន្តែក៏អាចបញ្ចប់នៅក្នុងទំនាក់ទំនងមិនល្អអនុសាសន៍សូមជ្រើសរើសដៃគូយ៉ាងប្រុងប្រយ័ត្នការងារអ្នកអាចមានឱកាសបង្ហាញសមត្ថភាពនិងទេពកោសល្យលេចធ្លោដូច្នេះអ្នកនឹងអាចឡើងតំណែងបានយ៉ាងឆាប់រហ័សប៉ុន្តែលោកអ្នកអាចនឹងនឿយហត់ដោយសារតែសម្ពាធការងារឬការងារច្រើនពេកហើយក៏អាចនឹងមានការប៉ះទង្គិចនៅក្នុងកន្លែងធ្វើការផងដែរប្រសិនបើលោកអ្នកមិនបានគ្រប់គ្រងអារម្មណ៍បានល្អអនុសាសន៍សូមលោកអ្នកព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធីការគ្រប់គ្រង stress ឲ្យបានត្រឹមត្រូវនិងជៀសវាងទំនាស់នៅកន្លែងការងារហិរញ្ញវត្ថុប្រាក់ចំណូលនឹងកើនឡើង2ដងប៉ុន្តែការខាត់បង់លុយដែលមិនបានរំពឹងទុកអាចនឹងកើតឡើងដូចជាការជួសជុលផ្ទះឬមានមនុស្សចាស់នៅក្នុងគ្រួសារត្រូវការព្យាបាលឬក៏ការខាត់បង់ពីការវិនិយោគដែលមិនបានប្រុងប្រយ័ត្នអនុសាសន៍សូមលោកអ្នកពិនិត្យមុនចាយនិងចេះសន្សំរក្សាប្រាក់និងជៀសវាងចំណាយដែលមិនចាំបាច់សុខភាពគួរប្រុងប្រយ័ត្នសុខភាពផ្នែករំលាយអាហារដូចជាក្រពះពោះវៀនជាដើមលោកអ្នកនឹងជួបភាពនឿយហត់ពីការងារច្រើននិងមាន stress ច្រើនដូច្នេះបញ្ហាការរំលាយអាហារក៏ជាផ្នែកមួយដែលគួរឲ្យប្រុងប្រយ័ត្នផងដែរអនុសាសន៍សូមជៀសវាងអាហារមិនទៀងទាត់និងធ្វើការងារលើសកម្រិតគួរបរិភោគអាហារល្អៗនិងសម្រាកឲ្យបានគ្រប់គ្រាន់